សូមអនុមោទនាវិសាខបូជាសូមអនុមោទនាវិសាខបនមីនាឆ្នាំរកាប្រសើរថ្លៃថ្លាទ្រង់បានត្រាស់ដឹងសម្មាសម្ពោធិញ្ញាណថ្ងៃនឹងថ្ងៃទ្រង់ត្រាស់ដឹងជាព្រះពុទ្ធច្បាស់ក្នុងវេលាពពន្ធហសម័យពោធិសត្វថ្លៃទទួលបាយៈដែលនាងសុជាតាដាក់ក្នុងថាមាសដ៏ត្រចះហើយថ្វាយបូជាព្រះពោធិសត្វទទួលរួចស្រេចទ្រង់ញ៉ាំងផតកិច្ចនាដែនកយាសីស័កទៀបស្ទឹងនៃរញ្ជរាដែលទ្រង់ពូជាដុំពំនូតសោយក្នុងពេលមច្ឆន្តិកសម័យសម្រាប់ពេលថ្ងៃប្រតិបានស្បើយនៅក្នុងសាលវ័នទៀបមាត់ស្ទឹងហើយដែលជាខាងក្រោយអំពីផតកិច្ចក្នុងវេលាល្ងាចស្ដេចយាងសម្ដៅតម្រង់ឆ្ពោះទៅក្នុងមួយរំពេចជួបសោធយៈគាត់បានដឹងកិច្ចថ្វាយស្មៅដល់ស្ដេចមាន8ក្តាប់ព្រះពោធិសត្វទទួលស្មៅហើយមិនបង្អង់ឡើយយាងតាមលំដាប់ទៅតាមមាគាទេវតាប្រដាប់ក្រអូបចំណាប់ពាសពេញដងព្រៃលុះទ្រង់ទៅដល់គុលអសត្តព្រឹកហៅពោធិព្រឹកដែលជាវិជ័យដ៏រុងរឿងណាស់ជាងឈើដតីប្រសើរពេកក្រៃផ្ដល់ក្តីសុខសាន្តទ្រង់ប្រទក្សិណដើមពោ3ជុំខ្ពង់ខ្ពស់ឧត្តមរួចហើយទ្រង់បានស្ដេចសន្ធិដ្ឋឈរនាទិសឦសានដែលជាទីឋានស្អាតបរិសុទ្ធរំពេចនោះឯងបល្ល័ង្ក14ហັດព្រះមហាក្សត្រទ្រង់មិនរន្ធត់កើតដោយបារមីវិសេសបំផុតដែលព្រះសម្ពុទ្ធសន្សំមកហើយគង់អធិដ្ឋានប្រកបដោយអង្គ4ដបចិត្តផ្ចង់ទ្រង់មិនថយក្រោយមិនបានត្រាស់ដឹងទ្រង់មិនក្រោកឡើយផ្គងទុកស្រេចហើយមិនដាក់ធរៈស្បែកសរសៃឆ្អឹងឲ្យសល់នៅចុះឈាមនឹងសាច់នោះក្នុងសរីរៈចូលហួតហែងទៅនេះយ៉ាងប្រស្យៈប្រកបជាក់លាក់ទ្រង់អធិដ្ឋានកាលពោធិសត្វគង់លើបល្ល័ង្កមាមកតតាំងចង់ឲ្យចាកឋានកើនកម្លាំងមាដែលមានប៉ុន្មានមកពីសពឋានក្រាស់ក្រែលពេកក្រៃបានឮមកថាខាងមុខនៃមាមានគ្នា12យោជន័យខាងស្ដាំខាងឆ្វេងចូលមកប្រឡ័យក៏ច្រើនដូចនៃ12យោជនាអំពីខាងក្រោយគួរឲ្យតក់ស្លុតតាំងនៅបំផុតនៃផ្ទៃចក្រវាឡចំណែកខាងលើផ្ទៃអាកាសាមាច្រើនពេកណាមាន9យោជហេតុដ៏អាក្រក់មានច្រើនប្រការដែលមាបណ្ដាលមិនមែនតិចតួចរកមហាក្សត្រដោយកិលេសដួចមិនចង់ឲ្យរួចពីវិស័យខ្លួនចំណែកពោធិសត្វនៅតែម្នាក់ឯងមើលមាសម្ដែងដោយចិត្តខ្ជាប់ខ្ជួនដោយហេតុច្រើនយ៉ាងរិទ្ធមា9បណ្ដាលផ្ទួនមករកពោធិសត្វខ្យល់ភ្លៀងដុំថ្មនិងគ្រឿងប្រហារសម្ដៅក្សត្រាតែរសាយបាត់មិនបានពាល់ត្រូវកាយព្រះពោធិសត្វវិនាសខ្ចាយខ្ចាត់រសាត់ទៅឯងបណ្ដាលរងើកភ្លើងនរោដីខ្សាច់និងភក់ដែលមាសម្ដែងភាពងងឹតឈឹងសូនចាកសូសែងគួរខ្លាចក្រៃលែងទ្រង់មិនញាប់ញ័រមានចិត្តក្រោធអ្នកមានប្រាថ្នាចង់ឲ្យក្សត្រាដែលស្ថិតក្នុងធម៌ឃ្លាតចាកបល្ល័ង្កដ៏វិចិត្រល្អ
នឹងឃ្លាតចាកធម៌ដែលត្រូវត្រាស់ដឹងព្រះមហាក្សត្រទ្រង់ចាកកំចាត់មាឲ្យខ្ចាយខ្ចាត់រួចទ្រង់រំពឹងក្នុងបឋមយាមរាត្រីថ្ងៃនឹងទ្រង់បានត្រាស់ដឹងពពេនិវាសក្នុងមជ្ឈមយាមជាយាមកណ្ដាលដែលព្រះមហាក្សត្របានជំរះទិបចក្ខុវិសេសល្អល្អះទ្រង់អាចឃើញច្បាស់សពសត្វលោកាក្នុងបច្ឆមយាមជាយាមចុងក្រោយបារមីគ្រប់ហើយនៃព្រះក្សត្រាទ្រង់បញ្ជូនញាណវិសេសថ្លៃថ្លាក្នុងបច្ចយាការហើយបានត្រាស់ដឹងនៅក្នុងវេលាបច្ចោសម័យក៏គឺជាថ្ងៃ15កើតនឹងដែលព្រះមានបុណ្យទ្រង់បានត្រាស់ដឹង15កើតនឹងក្នុងខែវិសាខអនុមោទនាវិសាខបូណមីជាថ្ងៃវិសាខបូជាចំនឹងថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ដឹងអនុមោទនា